Wow, pin lên hỏi mùi cú nỉ bốc bà bốc dul giang na đại bom ổn bây khai cởi bây à tì tê bà chỉ mũi nâng cái là có rô xì đại tớp tại vì cái là có bơ sừng khâm áo sẵn lắp cả bì bì thmây đàn đám sai cả vắt extreme dọc một vinh. Bởi dương này dây ông pi cái là có rô xì đại chi lùm đập chương khlang mùi rúp đại miên cho mô tha Aslan basic rìu đại tớp tai đuôi cái là có bơ sừng khâm nẹ liên chất ta cun khmai bỏ dương cả bì proteka Extreme Cambodia ដែលរៀបចំពីខាងស្ថានីយទូរទស្សន៍ហង្សមានសហការជាមួយនឹងទឹកបរិសុទ្ធកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី15ខែមីនាឆ្នាំ2025កន្លងទៅថ្មីនឹងឯងអញ្ចឹងសម្រាប់ការដែលរៀបចំកម្មវិធីនៃការប្រកួតគឺលេងបែបលក្ខណៈកងធំធម្មតាហើយរៀបចំឲ្យពួកគាត់លេង5ទឹកមួយចូលខ្លួនហើយអ្វីដែលជាលទ្ធផលនៃការប្រកួតជាក់ស្ដែងត្រឹមតែទឹកទី3តែប៉ុណ្ណោះកីឡាករបឺតសង្ឃឹមបន្ទាប់ពីចូលកណ្ដាប់ដៃឆ្វេងមួយដៃពេញចុងក្រោយពីសំណាក់កីឡាករអាស្លាន់បេកស៊ីករាវជាហេតុធ្វើឲ្យកីឡាករបឺតសង្ឃឹមសន្លប់ធំមិនអាចក្រោកឡើងបន្តការប្រកួតបាននោះឡើយហើយការប្រកួតទៀតសោតក្នុងប្រភេទទម្ងន់59គីឡូក្រាមចំណាមិញចំពោះខ្សែក្រវ៉ាត់មាសរបស់កីឡាករបឺតសង្ឃឹមក៏ត្រូវបានបដូរម្ចាស់ផងដែរដោយកីឡាករអាស្លាន់បេកស៊ីករាវជាអ្នកក្រងវិញម្ដងរងចាំរយៈពេល3ខែក្រោយខ្សែក្រវ៉ាត់ដល់កំណត់នឹងមានអ្នកធ្វើការដែលប្រកួតដណ្ដើមពីកីឡាករអាស្លាន់បេកស៊ីករាវជាបន្តទៀតហើយយ៉ាងណាមិញបន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ជុំវិញតទៅជាមួយនឹងកីឡាករដែលអាចនឹងប៉ះជាមួយនឹងកីឡាករអាស្លាន់បេកស៊ីករាវរូបនេះគឺពេជ្រអាទិទេពបងប្អូនអញ្ចឹងលោកគ្រីពីឡុតគឺបានសួរទៅកាន់លោកគ្រូពេជ្រសុផានហើយ3ខែក្រោយតើពេជ្រអាទិទេពអាចដំឡើងគីឡូលេងជាមួយនឹងអាស្លាន់បេករូបនេះបានដែរឬក៏អត់លោកគ្រូផាន់ក៏ឆ្លើយថាអូខេផងដែរសម្រាប់ជំនួបនៃការដែលប្រកួតដណ្ដើមខ្សែក្រវ៉ាត់ Extreme យកមកវិញហើយបងប្អូនគិតថាបើសិនជាក្នុងលក្ខខណ្ឌមួយពេជ្រអាទិទេពគាត់ឡើងទៅក្នុងប្រភេទទម្ងន់59គីឡូក្រាមប៉ះជាមួយនឹងអាស្លាន់បេកតើពេជ្រអាទិទេពនឹងអាចមានអត្ថភាពខ្ពស់ក្នុងការដែលនឹងទទួលបាននូវជ័យជំនះសម្រាប់ការដែលយកខ្សែក្រវ៉ាត់ Extreme យកមកវិញបានដែរឬក៏អត់បើចំពោះ admin គិតថាពេជ្រអាទិទេពនឹងអាចធ្វើបានដោយសារតាអាទិទេពដោយដែលបងប្អូនបានដឹងទាំងអស់គ្នាហើយមួយរយៈចុងក្រោយមកនេះការប្រកួតរបស់គាត់ដែលធ្វើឡើងនៅឯខាងស្ថានីយទូរទស្សន៍ថោនគឺលេងបែបលក្ខណៈគេហៅថាជំរុះម៉ារ៉ាតុងឡើងទៅវគ្គផ្ដាច់ព្រាត់គាត់គឺជាម្ចាស់ខ្សែក្រវ៉ាត់ស្ថាប័ន IPC គុណខ្មែរផងដែរហើយចំពោះការប្រកួតយើងឃើញហើយគឺជំរុះទម្រាំតែអស់ហ្នឹងមិនមែនតិចប្រកួតទេបងប្អូនហើយការប្រកួតទៀតសោតចំពោះកីឡាករក្នុងប្រភេទទម្ងន់57គីឡូក្រាមសតសឹងតែសន្លប់បងប្អូនភាគច្រើនសន្លប់តែ2ប្រកួតចុងក្រោយទេដែលអត់សន្លប់បើថាជុំឡើងមកដំបងមុនដល់វគ្គខ្វែងហ្នឹងសតសឹងតែសន្លប់ឬក៏បែកអាញាកណ្ដាលបញ្ឈប់អីអញ្ចឹងទៅអញ្ចឹងសមត្ថភាពរបស់កីឡាករពេជ្រអាទិទេពគឺកើនឡើងគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនហើយកាយសម្បទាក៏ល្អហើយតើតងជាមួយនឹងអាវុធយើងឃើញហើយគឺធ្ងន់ណាស់កណ្ដាប់ដៃរបស់កីឡាករពេជ្រអាទិទេពហើយបើសិនជាក្នុងលក្ខខណ្ឌមួយពេជ្រអាទិទេពត្រៀមខ្លួនបានល្អវាយជាមួយនឹងកីឡាកររុស្ស៊ីអាស្លាន់បេកនេះមានគិតថាគូនឹងដឹងតែស្វាត់ស្វាញដឹងតែល្អមើលហើយគ្រាន់តែថាអាស្លាន់គឺគេរៀងលឿនជាងកីឡាករពេជ្រអាទិទេពអីចឹងទៅប៉ុន្តែបើយើងមើលទៅលើកាយសម្បទាគឺពេជ្រអាទិទេពអាចនឹងមានអាវុធវែងជាងកីឡាករអាស្លាន់ហើយពេជ្រអាទិទេពយើងដឹងហើយគាត់មិនមែនមានតែកណ្ដាប់ដៃទេបងប្អូនអាវុធរបស់គាត់គឺចេញមកមានគ្រប់គ្រឿងដូចគ្នាកណ្ដាប់ដៃកែងជង្គង់ទាត់គឺល្អមួយរយៈចុងក្រោយមកនេះយើងឃើញការអភិវឌ្ឍខ្លួនរបស់កីឡាករពេជ្រអាទិទេពហើយក៏មានបងប្អូនមួយចំនួនហ្នឹងក៏បានលើកឡើងថាបើសិនជាមានការរៀបចំគូនេះបុកប៉ះបុកដឹងតែបែកផ្កាភ្លើងហើយគាត់ជឿជាក់ថាពេជ្រអាទិទេពនឹងអាចលេងជាមួយនឹងកីឡាកររុស្ស៊ីនេះបានដោយសារតែពេជ្រអាទិទេពបើនិយាយអំពីភាពធន់គឺគាត់ល្អបងប្អូនហើយ40ប្រកួតរបស់កីឡាករពេជ្រអាទិទេពនឹងគាត់ចាញ់តែមួយប្រកួតទេបងប្អូនហើយមួយប្រកួតនឹងគាត់ចាញ់បន្ទុអញ្ចឹងគាត់អត់ដែលសន្លប់នៅលើសង្វៀននោះទេក៏ដូចជាអាញាកណ្ដាលបញ្ឈប់នោះឡើយអញ្ចឹងអាចនិយាយបានថាជាកីឡាករដែលធន់តាន់ផងដែរ
chẳng bạc cho mùi nâng Aslan Bake cứ đăng tại bình lên hai Aslan Bake ní và tam đại po đầm miên admin từ tu ban chỉ tu tới quạtประគុត នៅក្នុងប្រភេទទម្ងន់57ឬក៏58ក៏បានដែរបងប្អូនអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌមួយអាចណាត់គីឡូគ្នាបានត្រឹម58គឺដឹងតែល្អហើយបងប្អូនគូនឹងហើយទន្ទឹមនេះផងដែរ admin គឺជឿជាក់ទៅលើកីឡាករពេជ្រអាទិទេពឲ្យតែគាត់បានត្រៀមខ្លួនត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ទទួលការប្រកួតនោះពិតប្រាកដណាស់ admin ដាក់ក្តីរំពឹងទៅកាន់កីឡាករពេជ្រអាទិទេព 60% ថានឹងអាចយកខ្សែក្រវ៉ាត់មាស Extreme Cambodia មកក្រងដូច្នេះសម្រាប់ admin ក៏មានតែប៉ុណ្ណឹងហើយបងប្អូនយល់យ៉ាងណាអាចចូលរួម comment បញ្ចេញជាមតិយោបល់សម្រាប់កីឡាករពេជ្រអាទិទេពអាចនឹងចូលខ្លួនក្នុងការដែលមកដណ្ដើមខ្សែក្រវ៉ាត់ពីកីឡាករ Aslan Basic Rio ដែលនឹងធ្វើឡើងនៅ3ខែក្រោយបន្ទាប់ពីខ្សែក្រវ៉ាត់ Extreme នេះដល់ពេលវេលាដែលត្រូវដាក់ឲ្យដណ្ដើម